មេដឹកនាំបកប្រជាជនថៃព្រមទទួលយកលទ្ធផលបោះឆ្នោតប៉ុន្តែស្នើឲ្យគណៈកម្មការរៀបចំការបោះឆ្នោតស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការរកសន្លឹកឆ្នោតលោកណាត់ថាផុងរឿងបញ្ញវុធបេក្ខជននាយករដ្ឋមន្ត្រីមកពីគណៈបកប្រជាជនថៃបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបានដឹងលទ្ធផលបកធម្មក្រៃផ្លូវការនៃការបោះឆ្នោតជាតិថៃដែលបានព្រឹត្តទៅកាលពីថ្ងៃទី13ខែកុម្ភៈឆ្នាំ2026ដោយលោកបានទទួលយកនូវលទ្ធផលរួមប៉ុន្តែបានអំពាវនាវឲ្យគណៈកម្មការរៀបចំការបោះឆ្នោតថៃធ្វើការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃដំណើរការរកសន្លឹកឆ្នោតក្រោយមានរបាយការណ៍ពីការរកឃើញនៅសន្លឹកឆ្នោតមិនត្រឹមត្រូវនិងមិនប្រក្រតីថ្លែងក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយទាក់ទងនឹងលទ្ធផលបកធម្មបន្ទាប់ពីការបោះឆ្នោតសហគមន៍ថៃឆ្នាំ2026លោកណាត់ថាផុងរឿងបញ្ញវុធមេដឹកនាំនៃគណៈបកប្រជាជនថៃបាននិយាយថាគណៈបកប្រជាជនថៃទទួលយកនូវលទ្ធផលនៃការបោះឆ្នោតទាំងមូលលោកបានបញ្ជាក់ថាសន្លឹកឆ្នោតនីមួយៗគឺមានតម្លៃខ្លាំងណាស់ហើយគណៈបកប្រជាជននៅតែបដិញ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួននៃការការពារសម្លេងរបស់ប្រជាជនយ៉ាងពេញលេញលោកថាទោះបីជាគណៈបកប្រជាជនទទួលយកលទ្ធផលបោះឆ្នោតសកលឆ្នាំ2026ក៏ដោយប៉ុន្តែការស៊ើបអង្កេតដំបូងបានបង្ហាញពីភាពមិនប្រក្រតីចំពោះការរាប់សន្លឹកឆ្នោតនៅក្នុងតំបន់មួយចំនួនជាពិសេសក្នុងខេត្តលំប៉ាងនៅមណ្ឌលលេខ2មានសន្លឹកឆ្នោតជាង7000សន្លឹកឯណោះដោយប្រើការមិនបានខណៈដែលភាពខុសគ្នានៃសន្លឹកឆ្នោតមានត្រឹមប្រហែល2000សន្លឹកប៉ុណ្ណោះដូច្នេះគណៈបកប្រជាជនថៃនឹងស្នើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញដើម្បីភាពច្បាស់លាស់និងតម្លាភាពក្នុងការបោះឆ្នោតចំណែកឯនៅក្នុងខេត្តខុនកែនមណ្ឌលលេខ3វិញភាពខុសគ្នានៃសន្លឹកឆ្នោតមានត្រឹម200សន្លឹកប៉ុណ្ណោះប៉ុន្តែមានសមត្ថភាពខ្ពស់នៃសន្លឹកឆ្នោតមិនបានការនិងមិនប្រក្រតីដូច្នេះពេលនេះគណៈបកប្រជាជនក៏កំពុងរៀបចំស្នើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលនោះផងដែរជាមួយគ្នានេះមេដឹកនាំគណៈបកប្រជាជនថៃក៏បានអញ្ជើញប្រជាពលរដ្ឋដែលបានឃើញភាពមិនប្រក្រតីណាមួយឬមានការសង្ស័យណាមួយទាំងតងនឹងការបោះឆ្នោតក្នុងឆ្នាំ2026នេះឲ្យរាយការណ៍ព័ត៌មានដោយផ្ទាល់ទៅគណៈបកនិងសម្របសម្រួលជាមួយគ្រប់វិស័យនៃសង្គមស៊ីវិលដើម្បីរួមគ្នាតាមដានដំណើរការបោះឆ្នោតជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា